កូនគ្រាន់តែបាញ់ឡើងលើមួយគ្រាប់ទៅតម្លៃត្រឹម10ដងនេះមួយផ្លេតនឹងមានគេយកមកឲ្យកូនហើយវាគ្រាន់តែជារបស់តាំងលេងទេឥឡូវនេះវាមិនមែនជារបស់តាំងលេងទៀតទេវាជាកលិះបើបង្ហាញទ្រព្យសម្បត្តិគ្រួសារយើងមួយចំណែកតូចឪពុកម្ដាយលោកប្រធានក៏សើចចំមកម្ដងទៀតឪពុកក៏ប្រាប់កូនស្រីថាគ្រាន់តែកូនបាញ់ឡើងលើមួយគ្រាប់ទៅពូអ៊ំទាំងនោះនឹងយកថ្លៃបណ្ណាការមកឲ្យកូនសូម្បីតែមហាសេដ្ឋីលីវជីយីងនៅតុងហៃក៏មិនលើកលែងដែរហាអាហេនៅតែអ៊ូទៀតមហាសេដ្ឋីលីវជីយីងនៅតុងហៃគឺជាពូបង្កើតរបស់ជីយីពេលនោះនាងស៊ីនជីងក៏អាងថាពូរបស់នាងគឺជាលីវជីយីងមិនចង់ខ្ជិះខ្ជីពេលជាមួយគ្រួសារនាងទៀតទេបន្ទាប់មកក៏ឲ្យអង្គរៈមួយក្រុមមកឲ្យពួកគេវាបំផ្លាញផ្ទះខ្ទេចខ្ទីអស់ពួកអ្នកបម្រើឃើញហើយឈឺចិត្តណាស់ព្រោះរបស់ដែលពួកគេវាសុទ្ធតែជាវត្ថុបុរាណមានតម្លៃមិនអាចកាត់ថ្លៃបានតែនាងស្រីក្បត់មិនទាន់ពេញចិត្តទេបន្ទាប់មកក៏បញ្ជាឲ្យគេចាប់ឪពុកម្ដាយគេសង្កត់លើដីថែមទាំងខាត់ក្មេងស្រីដែលត្រៀមចេញទៅរកជំនួយទៀតដើម្បីឲ្យគេចាក់ចេញទាំងស្រុងលោកប្រធានបែរជាលើកកៅអីបំរុងនឹងសម្លាប់គេហើយអ្នកគឺជាកូនស្រីច្បងត្រកូលសុងរបស់ខ្ញុំតាឈុងវីស៊ីវលឿនតើអ្នករាល់គ្នាពិតជាមានប្រយោជន៍មែនទេអាហោះអូយផ្លូវនេះគ្មានសល់អ្វីទៀតទេលេងខ្ញុំទៅមានទាំងការតុបតែងមានទាំងកម្មជួយទៀតអ្នកតុបតែងលេងសាច់បែបនេះមានន័យអីកូនក្នុងពោះអ្នកគួរតែស្លាប់ទៅពួកអ្នកបោកប្រាស់ក្នុងគ្រួសារអ្នកទាំងអស់គ្នាគួរតែស្លាប់ទៅយើងយ៉ាងកុំបន្ទោសពួកយើងបានអ្នកភូមិមកជីយីនេះមានរឿងអីកុំភ័យអីខ្ញុំនៅទីនេះទោះជាមានអ្នកណាមកមែនក៏ធ្វើអីខ្ញុំមិនបានដែរពូលីងលោកជំទាវតូចពូថ្លៃគឺពូថ្លៃទេខ្ញុំប្រាប់អ្នកណាពួកអ្នកបោកប្រាស់ទាំងនេះពួកគេយកឈ្មោះអ្នកទៅបោកប្រាស់គេនៅខាងក្រៅខ្ញុំកំពុងតែប្រដៅពួកគេជំនួសអ្នកណាឲ្យអ្នកហ៊ានប៉ះពាល់លោកជំទាវតូចរបស់យើងពូថ្លៃអ្នកវីខ្ញុំធ្វើអីនេះជាស្អីទៅលោកជំទាវតូចអ្នកច្រឡំហើយមែនទេអញជាមនុស្សមើលងាយគេពិតមកទៅលោកជំទាវតូចអ្នកមិនអីទេពូលីវមកយឺតហើយពូលីវអ្នកពិតជាលីវជាយីងជាមហាសេដ្ឋីនៅតុងហៃមែនទេពូលីវហាគ្រាន់តែជាអ្នកធ្វើការឲ្យគ្រួសារអ្នកទេចប់ហើយខ្ញុំធ្វើខុសហើយមែនទេចប់ហើយនោះជាអ្នកធ្វើមែនទេខ្ញុំថាឪពុកម្ដាយអ្នកពិតជាបង្កើតបានកូនស្រីល្អមែនរបស់ចាស់ទាំងនោះថ្លៃប៉ុន្មានអ្នកនិយាយស្អីលោកជំទាវតូចអ្នកនិយាយចំនួនមកឲ្យមនុស្សល្ងងនេះស្លាប់ដោយដឹងខ្លួន40000មិនគ្រប់ទិញការបូកផងម៉េច4លានខ្ញុំសងអ្នកទៅហើយ400លានលោកជំទាវតូចនិយាយថា400លាន400លានមានរឿងអីលោកជំទាវតូច400លាននេះតិចពេកហើយមែនទេតិចមែនទេពិតជាមែនពួកគេហ៊ានធ្វើបាបអ្នកអីចឹងទៅចាំបង្គ្រប់ចំនួនមូល10លានយ៉ាងម៉េចដែរលោកជំទាវតូចនិយាយថា10លានអ្នកលេងសាច់មែនទេអីអ្នកស្ទើរតែធ្វើឲ្យនាងតូចរងរបួសហើយអ្នកហ៊ានគិតថាជារឿងលេងសាច់ទៅវិញពូមីងពូកុំមើលខ្ញុំអីខ្ញុំក៏គ្មានលុយដែរម្យ៉ាងវិញទៀតហើយរបស់របរនៅខាងក្នុងនោះក៏មិនមែនខ្ញុំជាអ្នកគេវីបំបាច់ដែរមិនមែនថាពូថ្លៃខ្ញុំគ្មានលុយច្រើនដល់ថ្នាក់នឹងទេមែនទេពេលអ្នកវីបំបែករបស់របរទាំងនោះតើអ្នកមានអារម្មណ៍ល្អណាស់មែនទេឥឡូវដឹងថាគ្មានលុយហើយអីចឹងទូរស័ព្ទទៅប៉ារបស់អ្នកទៅឲ្យប៉ារបស់អ្នកទៅខ្ចីចុះបើខ្ញុំមិនខ្ចីវិញប៉ាពួកគេធ្វើបាបខ្ញុំថែមទាំងឲ្យខ្ញុំសងលុយទៀត
ថែមទាំង